បាទសូមគោរពជំរាបសួរបងប្អូនអ្នកនាងជាទីគោរពស្រឡាញ់បាទបងប្អូនអ្នកនាងនេះគឺជាស្ពានមេទឹកឬក៏ស្ពានជ័យជំនះបាទដែលស្ថិតនៅភូមិថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់បាទដែលត្រូវបានបំផ្លាញដោយយន្តហោះ S16 របស់ចៅសៀមបាទនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025បាទឥឡូវនេះស្ពាននេះក៏មិនទាន់មានការជួសជុលឡើងវិញផងដែរបាទក្នុងនោះដែរគឺលោកបណ្ឌិតកិនភៀបានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅថ្ងៃទី25ខែមិថុនាឆ្នាំ2026នេះថាចង់ឲ្យរក្សាស្ពាននេះឲ្យនៅដដែលបាទដើម្បីរក្សាទុកឲ្យបងប្អូនកូនចៅចំនួនក្រោយបាទបានដឹងបានឃើញថានេះគឺជាការឈ្លានពានពីប្រទេសចៅសៀមមកលើដែនដីប្រទេសកម្ពុជាយើងបាទអញ្ចឹងទេបងប្អូនយល់យ៉ាងណាដែរចំពោះការស្នើសុំរបស់លោកបណ្ឌិតបាទសម្រាប់ខ្ញុំជាកូនខ្មែរមួយរូបគឺខ្ញុំគ្រប់គ្រងយ៉ាងពេញបំផុតបាទសម្រាប់ទុកជាប្រវត្តិសាស្ត្រទុកជាផុសតាងដើម្បីបង្ហាញពិភពលោកថានេះគឺជាការឈ្លានពានពីប្រទេសចៅសៀមមកលើដែនដីប្រទេសកម្ពុជាយើងហើយក៏ជាការទុកឲ្យកូនចៅចំនួនក្រោយបានឃើញបានដឹងថានេះគឺជាការឈ្លានពានយ៉ាងប្រៃផ្សៃពីប្រទេសចៅសៀមមកលើដែនដីប្រទេសកម្ពុជាយើងផងដែរបាទតើបងប្អូនយល់យ៉ាងណាដែរចំពោះការស្នើសុំមួយនេះបាទប៉ុន្តែខ្ញុំជឿថាបងប្អូនទាំងគ្នាក៏មិនខុសពីខ្ញុំដែរបាទគឺយើងចង់ទុកផុសតាងមួយនេះសម្រាប់បង្ហាញពិភពលោកថាប្រទេសចៅសៀមគឺបានបំពានមកលើដែនដីប្រទេសកម្ពុជាយើង